ចាសម្រាប់កម្មវិធីមួយនេះផងគឺលក្ខណៈថាក៏ប្លែកម្យ៉ាងដែរចាសម្រាប់ខ្ញុំមិននៅទឹកដីប្រទេសជប៉ុនគឺជាកម្មវិធីចូលចែកជើលក្ខណៈថាគឺណែនាំចាស់ទុំទាំងសងខាងឲ្យបានស្គាល់គ្នាអីបែបនឹងឯងចាប្រសិនបើបងប្អូនចង់ដឹងថាតើនៅក្នុងកម្មវិធីនេះមានអ្វីខ្លះហ្នឹងកុំភ្លេចមកតាមដានវីដេអូនេះលម្អិតជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នានាងខ្ញុំរចនាសម្រាប់កម្មវិធីចូលចែកជើនេះផងចានិយាយឲ្យស្រួលស្ដាប់ទៅបរិះខ្មែរយើងមិនថាទៅនៅដល់ប្រទេសណាទេបងប្អូនចាគឺគាត់តែងតែឲ្យតម្លៃនិងផ្ដល់កិត្តិយសដល់មនុស្សស្រីដែលគាត់ស្រឡាញ់ចាសម្រាប់ថ្ងៃនេះផងខ្ញុំក៏មានកិត្តិយសព្រមទាំងក្រុមគ្រួសារបានមកចូលរួមក៏ដូចជាសាច់ញាតិមិត្តភ័ក្តិបងប្អូនដទៃទៀតដែរចាហើយម្នាក់មកដល់ទៅគឺថាជួយគ្នារៀបចំម្ដាយមួយជើងព្រោះអីនៅប្រទេសជប៉ុនបងប្អូនដឹងហើយថាមិនថាកម្មវិធីអ្វីក៏ដោយគឺថាម្ចាស់ដើមរោងនឹងគឺថាអូយគឺវល់ហត់សពបែបសពយ៉ាងអញ្ចឹងណាបងប្អូនអញ្ចឹងមានន័យថាបានចាស់ទុំខាងគាត់អីហ្នឹងគឺថាមកជួយយ៉ាងសស្រាក់សស្រាំអញ្ចឹងទៅណាចាគឺបែបនឹងឯងដូចនៅក្នុងវីដេអូដែលបងប្អូនបានឃើញអញ្ចឹងហើយនៅពេលដែលយើងបានរៀបចំរួចរាល់អស់ហើយចាគឺថាគាត់ចាប់ផ្ដើមមកស្ដាប់លោកអាចារ្យហ្នឹងគាត់មានប្រសាសន៍ចាផ្ទាល់វិញចាតែយ៉ាងណាដែរបានរំលឹកចាក់គ្រូគ្រប់អង្គហើយសូមធ្វើការគោរពរាប់អានដោយពីកិត្តិយសអស់ហើយនេះថ្ងៃសេរីសុខស្ដីមង្គលហើយនឹងបានជាតំណាងឲ្យចាស់ទុំទាំងសងខាងហើយលើអាជ្ញារដ្ឋសូមសាធុបានទៅបាយខ្ញុំមកពីបាយរំលឹកសូមតែដល់អរគុណបើចាំកូនប្រុសមានចាំឃើញចាំមើលគូនកំឡុងដែរទៅយ៉ាងម៉េចនេះមិនចាំបានឃើញទីយ៉ាងណាចង់គឺសិទ្ធិខាងចំដាយចឹងសូមជឿថាយើងស្រីសាមាចឹងណាចាហើយរួចរាល់អស់ហើយហ្នឹងគឺថាចាស់ទុំទាំងសងខាងគឺបានរាក់ទាក់ស្គាល់គ្នាអីក៏មានដូចថាជួបជុំទាំងមិត្តភ័ក្តិទាំងបងប្អូនហ្នឹងគឺនិយាយប្រស្រ័យតាក់ទងគ្នាទៅវិញទៅមកចាសម្រាប់ក្នុងថ្ងៃហ្នឹងផងមិនថារូបនាងខ្ញុំនិងក្រុមគ្រួសារឬក៏សាច់ញាតិមិត្តភ័ក្តិបងប្អូនទេគឺថាមានសេចក្តីត្រេកអរចំពោះអ្នកទាំងពីរមែនទែនដោយលក្ខណៈថាមើលទៅពួកគាត់ពិតជាគូមួយដែលស័ក្តិសមចាហើយបងក៏សូមជូនបងប្អូនស្រឡាញ់គ្នាដល់ចាស់កោងខ្នងហើយមានអ្វីក៏ដោយត្រូវចេះអត់ឱនដើម្បីបន្តដំណើរទៅមុខដ៏វែងឆ្ងាយទៀតចាហើយសម្រាប់វីដេអូនឹងផងក៏មកឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំអរគុណសូមជម្រាបលា